សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសនិងបកពួកចំនួន5នាក់បន្ទាប់ពីពួកគេធ្វើសកម្មភាពប្រដាប់អាវុធរត់គេចខ្លួនពីមន្ទីរឃុំឃាំងកាលពីព្រឹកម្សិលមិញបរិសុជនជាតិវៀតណាមទាំង5នាក់នោះបានរត់គេចខ្លួនបន្ទាប់ពីពួកគេរត់ចេញពីតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី18ខែវិច្ឆិកាវេលាម៉ោង 8:53 នាទីព្រឹកលេខរៀងទី1ឈ្មោះ Le Van Thanh Luang ត្រូវបានចាប់ខ្លួននៅវេលាម៉ោង 6 ព្រឹកថ្ងៃទី18ខែវិច្ឆិកាបន្ទាប់ពីការដេញតាមរថយន្តដែលបានបញ្ចប់ជាមួយនឹងរថយន្តរបស់គាត់នៅក្នុងស្រាមួយលោកវរៈសេនីយ៍ឯកឹមវណ្ណារ៉េតស្នងការរងនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាជនសង្ស័យម្នាក់ជាស្ត្រីជនជាតិវៀតណាមមិនស្គាល់អត្តសញ្ញាណបានរអិលជើងចូលទៅក្នុងបរិវេណតុលាការនៅម៉ោងប្រហែល 9 ព្រឹកដែលនាងថតជាសាច់ញាតិរបស់ជនចាប់ចោតម្នាក់ស្ត្រីរូបនោះបានដើរទៅរកជនចាប់ចោតម្នាក់ហើយបានប្រគល់កាំភ្លើងឲ្យគាត់ដោយដែលបានបង្ហាញនៅក្នុងវីដេអូសន្តិសុខនៃឧបទ្ទវហេតុអ្នកទោសបានយកកាំភ្លើងពីស្ត្រីនោះហើយបានបាញ់ប្រមានជាច្រើនគ្រាប់ទៅលើឆ្មាំលោកបានបន្ថែមថាខណៈពេលដែលគាត់កំពុងបាញ់ជនសង្ស័យផ្សេងទៀតបានរត់ចូលទៅជួយជនចាប់ចោទដែលត្រូវបានខ្នោះដៃចូលទៅក្នុងរថយន្តដែលចតនៅខាងក្រៅខណៈពេលដែលពួកគេកំពុងរត់ចេញពីបរិវេណតុលាការមន្ត្រីប៉ូលីសបានបាញ់ជាច្រើនគ្រាប់លើអាកាសដើម្បីបញ្ឈប់ពួកគេពីការរត់គេចប៉ុន្តែពួកគេមិនបានឈប់នោះទេការរត់គេចរបស់ពួកគេបានបញ្ចប់នៅក្នុងស្រះទឹកនៅចៃក្រុងស្វាយរៀងលោកខៀងសូណាឌីនអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធដារដ្ឋានបានមានប្រសាសន៍ថារហូតមកដល់ពេលនេះអ្នកទោសវៀតណាមចំនួន5នាក់និងទណ្ឌិតខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅពេលល្ងាចនៅចៃក្រុងស្វាយរៀង